សួស្តីមិត្តភក្តិក្នុង Facebook ទាំងអស់គ្នាចង់និយាយថាម្នាក់ដែលបានផុសវីដេអូនិយាយថាស្រុកខ្មែរអត់មានយួនហ្នឹងគាត់បានផុសคลิปមួយទៀតហើយគឺគាត់បានចេញមកបកស្រាយចំពោះមូលហេតុដែលគាត់និយាយថាស្រុកខ្មែរអត់មានយួនឥឡូវចង់ដឹងថាគាត់បកស្រាយយ៉ាងណាខ្លះយើងស្ដាប់គាត់ទាំងអស់គ្នាខ្ញុំនិយាយទៅថាស្រុកខ្មែរអត់យួនអាហ្នឹងគឺជាវីដេអូមួយដែលខ្ញុំដាស់តឿនកូនខ្មែរគ្រប់រូបដើម្បីឲ្យគ្របឈរប្រឆាំងនឹងយុទ្ធយួនមិនដែរអ្នកទាំងអស់គ្នាគឺគាត់បាននិយាយថាមូលហេតុដែលគាត់និយាយថាស្រុកខ្មែរអត់មានយួនហ្នឹងគឺគាត់ចង់ដាស់តឿនកូនខ្មែរទាំងអស់គ្នាតាមពិតគាត់មានបំណងល្អទេប៉ុន្តែពួកយើងទាំងអស់គ្នាបានយល់ច្រឡំជាមួយនឹងអំពើល្អក៏ដូចជាបំណងល្អរបស់គាត់បើសិនជាអញ្ចឹងមែនខ្ញុំសុំទោសដែលខ្ញុំបានចេញវីដេអូឃ្លីបបាញ់ទៅអ្នកឯងប៉ុន្តែបើគិតទៅបើបន្ទោសពួកខ្ញុំក៏មិនត្រូវដែរពីព្រោះថាអ្នកឯងសម្ដែងបានល្អពេកសម្ដែងឡើងដូច 100% ហ្មងណាឡើងខ្ញុំជឿឡើងស្លងហើយការដាស់តឿនណាមានច្រើនណាហេតុអីក៏ជ្រើសយកពិធីហ្នឹងមកដាស់តឿនគេហ៎ហើយអ្នកឯងគិតថាអ្នកឯងចេញវីដេអូឃ្លីបបែបហ្នឹងនិយាយពាក្យបែបហ្នឹងគឺចង់ដាស់តឿនគេប៉ុន្តែអ្នកឯងភ្លេចគិតថាអ្នកឯងកំពុងតែទាញគេឲ្យចោះនរោអីនេះមូលហេតុអីបានខ្ញុំនិយាយអញ្ចឹងគឺដោយសារតែអ្នកឯងចេញមកនិយាយថាស្រុកខ្មែរអត់យួនអញ្ចឹងគេខឹងគេនាំគ្នាជេរអញ្ចឹងវាបាបដល់គេដែលជេរនេះទៀតនេះលើក្រោយរកវិធីផ្សេងលឺហ៎កុំយកវិធីអញ្ចឹងមិនល្អទេខ្ញុំនិយាយឌឺចំប៉ុន្តែខ្ញុំមិនបញ្ឆិតហើយក៏ខ្ញុំមិនឈៀងដែរអីចឹងផងអញ្ចឹងដូចតែគ្នាទេគេជេរទៅវិញក៏គ្មានបញ្ឆិតបញ្ឈៀងគេជេរចំដល់គ្នាហ្នឹងដូចតែយើងផុសវីដេអូឃ្លីបហ្នឹងយើងចង់ដាស់តឿនឲ្យគេភ្ញាក់រលឹកឲ្យគេក្រោកឈរអញ្ចឹងគេជេរទៅវិញព្រោះតែគេចង់បង្ហាញអំពីប្រតិកម្មរបស់គេចង់បង្ហាញអំពីស្មារតីភ្ញាក់រលឹករបស់គេឲ្យយើងយល់ថានៅពេលដែលយើងនិយាយថាស្រុកខ្មែរអត់យួនហ្នឹងតើគេនឹងខឹងមិនខ្លះគេជេរមិនខ្លះអញ្ចឹងយើងគួរតែសប្បាយចិត្តហើយនៅពេលដែលយើងបានឃើញលទ្ធផលរបស់យើងអញ្ចឹងយើងដឹងហើយមែនទេថាគេប្រតិកម្មមិនខ្លះអូខេអបអរសាទរខ្មែរស្មើឥឡូវនេះចង់និយាយថាក្បាលពីណាសក់ពីនោះអត់ចេះជួយហេតុអីក៏និយាយអញ្ចឹងយើងគិតថាមានតែយើងឯងមែនទេដែលចេះជួយគ្នានឹងយើងគិតថាខ្មែរដទៃនឹងគេចេះជួយគ្នាមនុស្សគឺវាដូចគ្នាទាំងអស់ឯងក្បាលពីណាសក់ពីនឹងពាក្យមួយនឹងអាចប្រើជារួមបានទេហើយនៅមានពាក្យមួយឃ្លាទៀតដែលខ្ញុំមិនអាចទទួលយកបានគឺអ្នកឯងបាននិយាយថាកូនខ្មែរដូចចាក់ទឹកលើក្បាលទាអញ្ចឹងហ្នឹងហើយគឺពាក្យមួយឃ្លាហ្នឹងខ្ញុំឆ្ងល់ដែរយើងចេញវីដេអូឃ្លីបហ្នឹងមកគឺដើម្បីបកស្រាយឲ្យគេបានដឹងអំពីមូលហេតុដែលយើងនិយាយថាស្រុកខ្មែរអត់យួនហេតុអីក៏យើងចេញមកបកស្រាយយើងប្រើពាក្យហ្នឹងដាក់គេធ្វើអីយើងមកនិយាយថាកូនខ្មែរដូចចាក់ទឹកលើក្បាលទាឬមួយក៏យើងកំពុងតែគិតថាមានតែយើងឯងគឺជាមនុស្សម្នាក់ដែលឆ្លាតជាមនុស្សម្នាក់ដែលប្រកែចេះគិតចេះដឹងចេះស្រឡាញ់ជាតិតែយើងហើយអ្នកផ្សេងក៏អត់ស្រឡាញ់ជាតិទេមែនទេអ្នកផ្សេងក៏អត់ចេះគិតដូចយើងទេមែនទេតាមពិតក៏អរគុណដែរចំពោះបំណងល្អដែលចេះចង់ដាស់តឿនគេឲ្យគេក្រោកឈរចង់ឲ្យគេមានប្រតិកម្មអញ្ចឹងខ្ញុំសូមនិយាយទៅវិញថានៅពេលដែលគេជេរទៅហ្នឹងកុំខឹងគេពីព្រោះថាអាការជេររបស់គេគឺជាប្រតិកម្មមួយដើម្បីបង្ហាញអំពីការខឹងសម្បាហើយបើសិនជាខ្ញុំនិយាយទៅទាំងคลิปមុនឬក៏คลิปនេះមានពាក្យណាមិនសមរម្យឬក៏លើសលួសត្រង់ពាក្យសម្ដីណាមួយខ្ញុំក៏សូមអធិស្ឋានផងណាហើយខ្ញុំក៏មិនគិតថាពាក្យសម្ដីខ្ញុំនិយាយទៅទាំងអស់ហ្នឹងសិតតែត្រូវទាំងអស់ទេហើយក៏ផ្ដាំទៅដល់អ្នកទាំងអស់គ្នាឈប់យកច្រឡំជាមួយនឹងគាត់ទេពីព្រោះគាត់អ្នកទាំងអស់គ្នាបានស្ដាប់ហើយគាត់ចេញមុខមកបកស្រាយថាអ្វីដែលគាត់និយាយនៅคลิปមុនហ្នឹងដែលថាស្រុកខ្មែរអត់យួនគឺគាត់គ្រាន់តែនិយាយដើម្បីចង់ឲ្យដូចថាចង់ដាស់តឿនដល់អីចឹងទៅអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងខ្ញុំក៏អត់មានពាក្យអីត្រូវនិយាយទៀតដែរគ្រាន់តែចង់ផ្ដាំទៅគាត់ផងថាលើក្រោយរកពិធីផ្សេងមកកំហពិធីចឹងសំដែងដូចណាស់មានដងជាងតួកុនទៀតគេជេរឡើងប្រងព្រាតហ្មងអើយបានហើយអូខេស្លែងមិត្តភក្តិទាំងអស់គ្នា